ភាពតានតឹងរវាងប្រទេសកូរ៉េខាងត្បូងនិងប្រទេសចិនបានផ្ទុះឡើងម្ដងទៀតហើយកាលពីដើមសប្តាហ៍នេះខណៈដែលភាគីទាំងពីរបានជជែកគ្នាអំពីរចនាសម្ព័ន្ធរបស់ប្រទេសចិនដែលបានសាងសង់ឡើងនៅក្នុងសមុទ្រខាងលិចនេះបញ្យល់ទៅតាមការចុះផ្សាយពីកាសែត The Korean Times កាលពីថ្ងៃទី24ខែមេសាឆ្នាំ2025ចំណុចដ៏សំខាន់នៃភាពល្អករវាងប្រទេសទាំងពីរគឺបានកើតឡើងដោយសារតែកាលពីពេលថ្មីៗនេះប្រទេសចិនបានសាងសង់ស្ថានីយ៍មួយកន្លែងដែលស្ថិតនៅក្នុងតំបន់វិធានការបណ្ដោះអាសន្នដែលមានឈ្មោះកាត់ថា PMZ ដែលជាតំបន់សេដ្ឋកិច្ចដាច់មុខនៃប្រទេសទាំងពីររវាងប្រទេសកូរ៉េខាងត្បូងនិងចិននៅឯសមុទ្រខាងលិចរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរចនាសម្ព័ន្ធរបស់ប្រទេសចិនខាងលើនេះដែលលោកបានពិពណ៌នាថាចិនកំពុងតែចង់រំលោភទៅលើសន្តានសមុទ្ររបស់ប្រទេសខ្លួនហើយវានឹងធ្វើឲ្យមានអស្ថិរភាពនិងសន្តិសុខដល់តំបន់នេះជាមិនខានតែបើយោងតាមការរៀបរាប់ពីមន្ត្រីរបស់ប្រទេសចិនពួកគេបាននិយាយថាគ្រឿងបរិក្ខារទាំងអស់នោះគឺចិនមានគោលបំណងចង់សាងសង់សម្រាប់កសិកម្មតាមសមុទ្រតែប៉ុណ្ណោះហើយវាក៏មិនបង្កឲ្យមានបញ្ហានិងផលប៉ះពាល់ណាមួយទៅដល់អធិបតេយ្យភាពឬក៏ព្រំដែនទឹកនៃប្រទេសទាំងពីរឡើយ